ជនដៃដល់បានស្រែកថាដល់លេនប៉ាឡេស្ទីនមុននឹងធ្វើការវាយប្រហារដែលបណ្ដាលឲ្យមនុស្សរងរបួសជាច្រើនអ្នកនៅអាមេរិកអាញាធិបតេយ្យបាននិយាយថាមនុស្សជាច្រើនអ្នកបានរងរបួសបន្ទាប់ពីបុរសម្នាក់បានស្រែកថាដោះលែងប៉ាឡេស្ទីនរួចធ្វើការបោះស្រាក្រឡុកម៉ូឡូតូនិងបាញ់ភ្លើងដុតឲ្យឆេះទៅក្នុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រចំណាប់ខ្មាំងអ៊ីស្រាអែលក្នុងរដ្ឋកូឡូរ៉ាដូប៉ូលីសបាននិយាយថាមានមនុស្ស8នាក់អាយុចន្លោះពី52ដល់88ឆ្នាំបានរងរបួសក្នុងការវាយប្រហារនៅ Pearl Street Mall ដែលជាតំបន់កម្សាន្តដ៏ពេញនិយមមួយនៅទីក្រុង Boulder មានចម្ងាយប្រហែល48គីឡូម៉ែត្រពីទីក្រុង Denver ប៉ូលីស FBI បានហៅការវាយប្រហារនេះថាជាអំពើភេរវកម្មដោយជនសង្ស័យបានប្រើឧបករណ៍បាញ់ភ្លើង Flamethrower ស្រាក្រឡុក Molotov និងឧបករណ៍ដុតផ្សេងទៀតវីដេអូនៃការវាយប្រហារបានបង្ហាញថាជនសង្ស័យដែលមិនមានពាក់អាវបានស្រែកដាក់ក្រុមអ្នកជួបជុំគាំទ្រអ៊ីស្រាអែលដោយក្នុងដៃមានកាន់ស្រាក្រឡុក Molotov និងឧបករណ៍បាញ់ភ្លើងមុនពេលត្រូវបានចាប់ខ្លួនការវាយប្រហារនេះបានកើតឡើងក្នុងអំឡុងពេលបាតកម្មប្រចាំសប្តាហ៍ដែលរៀបចំដោយក្រុម Run for Their Lives ដែលជាក្រុមគាំទ្រអ៊ីស្រាអែលក្រុមនេះរៀបចំឡើងដើម្បីដើរផ្សព្វផ្សាយនៅតំបន់ Pearl Street Mall បង្ហាញពីសាមគ្គីភាពជាមួយចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបូលីសបានទទួលការហៅទូរស័ព្ទបន្ទាប់ពីបុរសម្នាក់មានអាវុធនិងមនុស្សជាច្រើនអ្នកត្រូវបានដុតមន្ត្រីបានឃើញអ្នករងរបួសដោយការរលាកភ្លើងជាច្រើនអ្នកយោងតាមលោករ៉ាប៊ីអ៊ីស្រាអែល Wilhelm នៃសាកលវិទ្យាល័យ Colorado Boulder បាននិយាយថាម្នាក់ក្នុងចំណោមអ្នករងរបួសនៅក្នុងការវាយប្រហារគឺជាអ្នករស់រានមានជីវិតរត់ផុតពីការសម្លាប់រង្គាល Holocaust អត្តសញ្ញាណជនសង្ស័យត្រូវបានស្គាល់ឈ្មោះថា Mohammed Sabri Soliman អាយុ45ឆ្នាំដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីត្រូវបានចាប់ខ្លួនហើយក្រោយមកត្រូវបញ្ជូនទៅពន្ធនាគារក្នុងស្រុកលើបទចោទប្រកាន់មួយចំនួនមន្ត្រីរដ្ឋាភិបាលបានប្រាប់ថាជនសង្ស័យ Soliman គឺជាជនជាតិអេហ្ស៊ីបដែលបានមកបាល់រដ្ឋកាលីហ្វ័រញ៉ានៅក្នុងឆ្នាំ2022តាមទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលផុតកំណត់ក្នុងខែកុម្ភៈឆ្នាំ2023អគ្គសេនាធិការរងសេតមានលោក Stephen Miller បាននិយាយថាលោក Soliman ត្រូវបានផ្ដល់លិខិតអនុញ្ញាតការងារបន្ទាប់ពីទិដ្ឋាការរបស់គាត់បានផុតកំណត់ក្រោមការគ្រប់គ្រងរបស់លោក Biden តាមរបាយការណ៍ចុងក្រោយរបស់ FBI បានបង្ហាញថាបរិមម្នាក់នេះបានរៀបចំគម្រោងមួយឆ្នាំមុនធ្វើការវាយប្រហារនេះការវាយប្រហារនេះគឺជាអំពើហិង្សាដែលលេចធ្លោជាលើកទី2នៅសហរដ្ឋអាមេរិកក្នុងរយៈពេល2សប្តាហ៍ចុងក្រោយនេះបន្ទាប់ពីហេតុការណ៍បាញ់ប្រហារទៅលើបុគ្គលិកស្ថានទូតអ៊ីស្រាអែល2នាក់បណ្ដាលឲ្យស្លាប់នៅខាងក្រៅសារមន្ទីរជនជាតិជ្វីវក្នុងក្រុង Washington កាលពីថ្ងៃទី22ខែឧសភាដោយបរិមម្នាក់នោះក៏បានស្រែកថាដោះលែងប៉ាឡេស្ទីន